ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានាងខ្ញុំផានីសូមស្វាគមន៍មកកាន់ Channel សំឡេងខ្មែរដែលជា Channel ចែករំលែកចំណេះដឹងដ៏មានតម្លៃពីសៀវភៅល្បីៗជុំវិញពិភពលោកថ្ងៃនេះយើងលើកយកសៀវភៅដែលជាគន្លឹះនៃភាពជោគជ័យក្នុងការងារនិងជីវិតផ្ទាល់ខ្លួនគឺរបៀបនិយាយឲ្យគេស្ដាប់និងមានឥទ្ធិពលក្នុងពិភពលោកសប្តាហ៍ថ្ងៃការនិយាយចេះតែនិយាយមិនគ្រប់គ្រាន់នោះទេយើងត្រូវចេះនិយាយដើម្បីដឹកនាំដើម្បីបញ្ចុះបញ្ចូលនិងដើម្បីផ្លាស់ប្ដូរផ្នត់គំនិតអ្នកដទៃតើអ្វីទៅជាអត្ថកម្បាំងអ្នកដឹកនាំល្បីៗដែលអាចនិយាយឲ្យមានអ្នកស្ដាប់ហើយយកចិត្តទុកដាក់អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះយើងមកស្វែងយល់អំពីចម្លើយដែលមាននៅក្នុងសៀវភៅនេះទាំងអស់គ្នាទី1មូលដ្ឋានគ្រឹះនៃឥទ្ធិពលពីចិត្តគំនិតដល់ការរៀបចំការនិយាយមានឥទ្ធិពលផ្ដើមចេញពីចិត្តគំនិតសៀវភៅបានគូបញ្ជាក់ថាអ្នកមិនអាចបង្រៀនអ្នកដទៃអ្វីមួយដែលអ្នកមិនចេះមិនយល់ច្បាស់នោះទេអញ្ចឹងខ្ញុំនឹងបែងចែក3ចំណុចឲ្យអ្នកយល់កាន់តែច្បាស់កភាពច្បាស់លាស់នៃគោលបំណងមុននឹងអ្នកបើកមាត់និយាយមួយម៉ាត់ត្រូវសួរខ្លួនឯងថាតើគោលបំណងពិតប្រាកដនៃការនិយាយរបស់ខ្ញុំគឺជាអ្វីតើខ្ញុំចង់ឲ្យអ្នកស្ដាប់ធ្វើអ្វីគិតអ្វីឬមានអារម្មណ៍បែបណាបើអ្នកមិនច្បាស់ពីគោលបំណងទេអ្នកស្ដាប់ក៏មិនអាចច្បាស់ដែរត្រូវកំណត់សារៈសំខាន់តែមួយរបស់អ្នកឲ្យបានមុតស្រួចដូចកំបិតខការយល់ដឹងពីអ្នកស្ដាប់ជ្រៅជ្រះភាពខុសគ្នារវាងអ្នកនិយាយធម្មតានិងអ្នកនិយាយដែលមានឥទ្ធិពលគឺការយល់ពីអ្នកស្ដាប់កុំនិយាយដោយផ្អែកទៅលើអ្វីដែលអ្នកដឹងតែត្រូវនិយាយដោយផ្អែកទៅលើអ្វីមួយដែលពួកគេត្រូវដឹងតើពួកគេមានចំណេះដឹងកម្រិតណាតើពួកគេមានការជំទាស់ឬការភ័យខ្លាចអ្វីខ្លះឧទាហរណ៍បើអ្នកកំពុងលក់ផលិតផលថ្មីមួយអ្នកមិនគួរនិយាយពីដំណើរការផលិតស្មុគស្មាញឡើយតែអ្នកគួរតែផ្ដោតទៅលើផលប្រយោជន៍ដែលពួកគេនឹងទទួលបាននិងរបៀបដែលវាជួយដោះស្រាយបញ្ហារបស់ពួកគេការយល់ចិត្តគឺជាសោរមាសដ៏ជោគជ័យគោលភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះអ្នកស្ដាប់អាចដឹងបានភ្លាមៗនៅពេលដែលអ្នកកំពុងសម្ដែងត្រូវនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនបង្ហាញពីភាពទន់ខ្សោយឬកំហុសរបស់អ្នកខ្លះៗភាពស្មោះត្រង់នេះធ្វើឲ្យអ្នកស្ដាប់ទុកចិត្តលើយើងនិងចូលចិត្តភាពស្មោះត្រង់បង្កើនទំនុកចិត្តទុកចិត្តបង្កើនឥទ្ធិពលចំណុចទី2នេះគឺបច្ចេកទេសសំឡេងនិងកាយវិការដើម្បីទាក់ទាញឥទ្ធិពលនៃការនិយាយគឺ7%មកពីពាក្យសម្ដីនិង93%ទៀតមកពីសំឡេងនិងកាយវិការបើយោងតាមការសិក្សាខ្លះៗដូចនេះការគ្រប់គ្រងបច្ចេកទេសទាំងនេះគឺសំខាន់ណាស់3ចំណុចនេះនឹងធ្វើឲ្យអ្នកកាន់តែដឹងច្បាស់កការប្រើប្រាស់សំឡេងឲ្យមានវិត្តាមុនកម្រិតសំឡេងពេលខ្លះត្រូវនិយាយលឺៗដើម្បីសង្កត់ធ្ងន់តែពេលខ្លះត្រូវបន្ថយសំឡេងតិចៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ល្បឿនត្រូវចេះផ្លាស់ប្ដូរល្បឿននិយាយយឺតៗនៅចំណុចសំខាន់ដើម្បីឲ្យអ្នកស្ដាប់គិតហើយនិយាយលឿនៗនៅចំណុចដែលគ្រាន់តែជាការតភ្ជាប់ការផ្អាកជាឧបករណ៍ដ៏មានអំណាចបំផុតការផ្អាកមិនមែនជាការភ្លេចទេវាជាការផ្ដល់ពេលឲ្យសាររបស់អ្នកជ្រាបចូលមុននឹងនិយាយពាក្យខ្លាំងៗត្រូវផ្អាក2នាទីនេះជួយឲ្យអ្នកស្ដាប់រងចាំដោយអន្ទះសារខភាសាកាយវិការរបស់អ្នកដឹកនាំទំនាក់ទំនងភ្នែក eye contact អ្នកមើលភ្នែករបស់អ្នកស្ដាប់ម្នាក់ៗឲ្យបានយ៉ាងហោចណាស់3វិនាទីនេះបង្ហាញពីភាពស្មោះត្រង់និងការយកចិត្តទុកដាក់ឥរិយាបថឈរឲ្យត្រង់មើលទៅដោយភាពជឿជាក់កាយវិការដៃរបស់អ្នកគួរតែបើកចំហដើម្បីបង្ហាញថាអ្នកគ្មានអ្វីលាក់បាំងទេកុំដាក់ដៃនៅក្នុងហោប៉ៅឬអោបដៃឡើយកោវេទមន្តនៃការនិយាយរឿងរ៉ាវជំនួសឲ្យការនិយាយថាក្រុមហ៊ុនរបស់យើងបានរីកចម្រើន 30% អ្នកត្រូវនិយាយថាកាលពី5ឆ្នាំមុនពួកយើងមានបុគ្គលិកត្រឹមតែ 3-4 នាក់ប៉ុណ្ណោះហើយឥឡូវនេះជារឿងពិតរបស់ខ្ញុំ
រឿងនេះជារឿងរ៉ាវបំបែកឧបសគ្គផ្លូវចិត្តនិងភ្ជាប់ទំនាក់ទំនងដោយអារម្មណ៍ទី3ការបិទបញ្ចប់ប្រកបដោយការចងចាំនិងអនុវត្តឥទ្ធិពលនៃការនិយាយមិនមែនបញ្ចប់នៅពេលអ្នកនិយាយចប់នោះទេវាបន្តនៅពេលដែលអ្នកស្ដាប់ចាប់ផ្ដើមធ្វើសកម្មភាពក៏សេចក្តីសន្និដ្ឋានដែលមិនអាចភ្លេចបានត្រូវបញ្ចប់ដោយភាពខ្លាំងក្លានិងច្បាស់លាស់ត្រូវនិយាយឡើងវិញនៅសារសំខាន់តែមួយរបស់អ្នកហើយផ្ដល់នៅការអំពាវនាវឲ្យធ្វើសកម្មភាពភ្លាមឧទាហរណ៍កុំគ្រាន់តែនិយាយថាសូមគិតមើលតែត្រូវនិយាយថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះវិញហើយចាប់ផ្ដើមអនុវត្តវិធីនិយាយថ្មីនេះចាប់ពីការសន្ទនាជាមួយមិត្តរួមការងារនៅព្រឹកស្អែកខកម្លាំងនៃការស្ដាប់សកម្មសៀវភៅបានរំលឹកថាអ្នកនិយាយដែលមានឥទ្ធិពលបំផុតគឺជាអ្នកស្ដាប់ល្អបំផុតក្រោយអ្នកស្ដាប់ចប់ត្រូវបើកឱកាសឲ្យគេមានសំណួរសួរមកយើងត្រូវស្ដាប់ដោយយកចិត្តទុកដាក់និងឆ្លើយដោយមិនការពារខ្លួននៅពេលអ្នកស្ដាប់ដោយគោរពអ្នកដទៃក៏នឹងស្ដាប់អ្នកវិញដោយគោរពផងដែរគោលការអនុវត្តនិងកញ្ចក់វិធីតែមួយគត់ដើម្បីក្លាយជាអ្នកនិយាយដ៏មានឥទ្ធិពលគឺការអនុវត្តជាប្រចាំថ្ងៃថតសម្លេងខ្លួនឯងថតវីដេអូខ្លួនឯងហើយសុំយោបល់ពីអ្នកដទៃត្រូវដឹងថាអ្វីដែលអ្នកគិតថាខ្លួនឯងនិយាយល្អអាចមិនដូចអ្វីដែលអ្នកដទៃស្ដាប់ឮនោះឡើយការនិយាយរបស់អ្នកមានឥទ្ធិពលកុំទុកឲ្យវាស្លាប់ដោយសារការធ្វេសប្រហែសយើងសង្ឃឹមថាការសង្ខេបដ៏ទូលំទូលាយនេះបានផ្ដល់នូវផែនទីច្បាស់លាស់សម្រាប់អ្នកចាប់ផ្ដើមដំណើរផ្លាស់ប្ដូរខ្លួនឯងចូលចាំថាឧបករណ៍ដ៏ខ្លាំងក្លាបំផុតក្នុងការដឹកនាំគឺនៅជាប់នឹងមិត្តរបស់អ្នកហើយសូមអរគុណសម្រាប់ការស្ដាប់ខ្ញុំផានីសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយដែលបំភ្លឺចិត្តគំនិតរបស់អ្នកជាមួយនឹងសៀវភៅល្អៗផ្សេងទៀតសូមអរគុណសូមជម្រាបលា